សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងវិលជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងករណីឃាតកម្មមួយដែលបានកើតឡើងនៅប្រទេសអូស្ត្រាលីមានលុយមានអំណាចនិងមានគ្រួសារល្អឥតខ្ចោះតែបរិះម្នាក់នេះបានជ្រើសរើសស្រីស្នេហ៍លើអ្វីគ្រប់យ៉ាងរឿងដែលគ្មាននរណាអាចជឿបានកើតឡើងនៅអូស្ត្រាលីហើយអាចកំបាំងនេះនឹងធ្វើឲ្យអ្នកស្ទើរតែមិនចង់ជឿអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅតាមដានរឿងនេះទាំងអស់គ្នានៅល្ងាចថ្ងៃទី30ខែកញ្ញាឆ្នាំ2010ប្រហែលជាម៉ោង 7:30 នាទីយប់ស្ត្រីជនជាតិចិនអាយុ27ឆ្នាំម្នាក់ឈ្មោះសាន់ដាន់កំពុងបើកឡានត្រឡប់ទៅផ្ទះល្វែងរបស់នាងនៅតំបន់បាល់ហ្កាក្នុងទីក្រុងផឺតប្រទេសអូស្ត្រាលីអ្នកដែលអង្គុយក្បែរនាងគឺជាម្ដាយរបស់នាងឈ្មោះកាំងស៊ិនជីអាយុ53ឆ្នាំពួកគេទាំងពីរទើបតែចេញពីកន្លែងមួយហើយសាន់ដាន់គ្រោងនឹងឈប់ទៅយកកូនស្រីតូចរបស់នាងឈ្មោះគីគីដែលកំពុងលេងនៅផ្ទះយាយអ្វីមើលទៅធម្មតាប៉ុន្តែពេលសាន់ដាន់បើកឡានចូលកន្លែងចតនាងសង្កេតឃើញមានអ្វីមួយចម្លែកមានឡានមិនស្គាល់មួយចតបាំងមុខនាងហើយពីក្រោយក៏មានឡានមួយទៀតមកឈប់បិទផ្លូវចេញផងដែរដោយសារតែច្របូកច្របល់សាន់ដាន់បានស្នើឲ្យម្ដាយចុះទៅមើលថាមានអ្វីកើតឡើងនៅពេលដែលម្ដាយនាងចុះពីលើឡានមានមនុស្សម្នាក់ចេញពីឡានខាងក្រោយហើយមនុស្សនោះមើលទៅមានមាឌធំមាំមានសក់វែងបិទមុខគាត់បានធ្វើសកម្មភាពមួយភ្លាមប៉ុន្តែម្ដាយរបស់នាងបានគេចបានទាន់ពេលបន្ទាប់មកបរិះម្នាក់នោះបានរត់ទៅយកឧបករណ៍មួយហើយវាយប្រហារលើម្ដាយនាងបណ្ដាលឲ្យគាត់ដួលចុះហើយមិនអាចឈរឡើងវិញបានទេបន្ទាប់មកបរិះនោះបានទៅរកសាន់ដាន់ដែលនៅក្នុងឡានគាត់បានបំបែកកញ្ចក់ឡានហើយចូលទៅខាងក្នុងសាន់ដាន់មានអារម្មណ៍ភ័យខ្លាចខ្លាំងនិងមិនអាចគេចខ្លួនបានបន្ទាប់មកបរិះនោះបានបើកឡានរបស់សាន់ដាន់ហើយចាកចេញពីទីនោះយ៉ាងលឿនមនុស្សនៅជិតនោះបានឮសំឡេងនិងរត់មកមើលហើយបានតាក់ទងទៅប៉ូលីសភ្លាមពេលប៉ូលីសមកដល់សាន់ដាន់ដែលនៅក្នុងឡាននាងមិនមានចលនាទៀតឡើយម្ដាយរបស់នាងដែលបានដួលនៅជិតឡានក៏មិនមានចលនាដូចគ្នាបន្ទាប់ពីរងរបួសធ្ងន់នៅក្បាលក្រុមជួយសង្គ្រោះបន្ទាន់បានមកដល់ភ្លាមហើយយកនាងទៅដាក់ឡានពេទ្យបញ្ជូនទៅមន្ទីរពេទ្យយ៉ាងរហ័សទីលំនៅរបស់សាន់ដាន់ស្ថិតនៅតំបន់ដែលមិនសូវមានមនុស្សរស់នៅច្រើនហើយកាមេរ៉ាសុវត្ថិភាពក៏មានតិចបន្ទាប់ពីពិនិត្យជុំវិញប៉ូលីសរកឃើញតែវីដេអូមួយពីកាមេរ៉ារបស់អ្នកជិតខាងដែលបង្ហាញពីឡានមួយដែលគួរឲ្យសង្ស័យប៉ូលីសបានបន្តស៊ើបអង្កេតដោយទៅសួរអ្នកនៅជិតនោះហើយបានជួបសាក្សីសំខាន់ម្នាក់សាក្សីនោះបាននិយាយថាមានឡានពណ៌សចតនៅមុខផ្ទះនោះប្រហែល2ម៉ោងមុនពេលហេតុការណ៍កើតឡើងពេលសាន់ដាន់និងម្ដាយរបស់នាងមកដល់ឡាននោះបានចាប់ផ្ដើមដំណើរការហើយបកមកបិទពីខាងក្រោយចំណែកឡានមួយទៀតដែលបិទពីខាងមុខគឺឡាន Mercedes ពណ៌ប្រផេះមានទ្វារ2សាក្សីក៏បានឃើញមុខមួយផ្នែករបស់អ្នកបង្កហេតុប៉ុន្តែម្នាក់នោះបានបិទមុខធ្វើឲ្យមិនអាចស្គាល់អត្តសញ្ញាណបានដោយផ្អែកលើព័ត៌មានដំបូងប៉ូលីសបានប្រមូលទិន្នន័យពីកាមេរ៉ាទាំងអស់ក្នុងតំបន់បន្ទាប់ពីវិភាគយ៉ាងហ្មត់ចត់ពួកគេបានស្គាល់ឡានពណ៌សដែលបានបង្ហាញនៅកន្លែងកើតហេតុពេលពិនិត្យលេខចុះបញ្ជីរថយន្តឈ្មោះម្ចាស់ឡានបានបង្ហាញឡើងគឺសាវនូដែលជាប្តីរបស់សាន់ដាន់ប៉ូលីសបន្តស៊ើបអង្កេតបន្ថែមហើយបានរកឃើញថាពួកគេទាំងពីរកំពុងដំណើរការលែងលះហើយបានរស់នៅបែកគ្នារួចហើយប៉ូលីសបានទៅស្វែងរកនៅផ្ទះរបស់សាវនូហើយបានរកឃើញឧបករណ៍មួយដែលស្រដៀងនឹងការពិពណ៌នារបស់សាក្សីបោះតាំងទាំងអស់ធ្វើឲ្យគាត់ក្លាយជាជនសង្ស័យបំផុតប៉ុន្តែនៅពេលប៉ូលីសកំពុងរៀបចំចេញដីកាចាប់ខ្លួនមានព័ត៌មានមួយបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលកំណត់ត្រាការធ្វើដំណើរបង្ហាញថាសាវនូបានចាកចេញពីអូស្ត្រាលីត្រឡប់ទៅប្រទេសចិនមុនហេតុការណ៍កើតឡើងប្រហែលជា2សប្តាហ៍នោះមានន័យថានៅពេលដែលសាន់ដានជួបហេតុការណ៍សាវនូមិននៅទីក្រុងផឺតទេគាត់មានភស្តុតាងបញ្ជាក់ទីតាំងយ៉ាងច្បាស់ដូច្នេះតើអ្នកណាជាអ្នកបង្កហេតុពិតប្រាកដតើអាចជាមនុស្សផ្សេងទៀតទេប៉ូលីសត្រូវបដូរទិសដៅស៊ើបអង្កេតហើយចាប់ផ្ដើមស្វែងរកព័ត៌មានអំពីជីវិតផ្ទាល់ខ្លួននិងទំនាក់ទំនងរបស់សាន់ដាន់ដើម្បីមើលថានាងមានជំនួសជាមួយនរណាដែរឬទេប៉ុន្តែលទ្ធផលបង្ហាញថាសាន់ដាន់ជាមនុស្សរស់នៅសាមញ្ញមិនសូវតាក់ទងជាមួយមនុស្សច្រើនទេក្រៅពីការបើកហាងលាបក្រចកតូចមួយនាងចំណាយពេលរៀនភាសាអង់គ្លេសនិងមើលថែទាំកូនស្រីរបស់នាងបន្ទាប់ពីពិចារណាយ៉ាងហ្មត់ចត់ប៉ូលីសបានសម្រេចផ្ដោតលើប្តីរបស់នាងវិញគឺសាវនូទោះបីគាត់មានភស្តុតាងបញ្ជាក់ពីទីតាំងរបស់គាត់ក៏ដោយតើអាចជាករណីដែលគាត់ជួលអ្នកផ្សេងមកធ្វើការនេះជំនួសគាត់ដែរឬទេដើម្បីយល់ពីគាត់បន្ថែមប៉ូលីសក៏បានស៊ើបអង្កេតអំពីប្រវត្តិសាវនូនៅពេលនេះគាត់អាយុ30ឆ្នាំមកពីខេត្តឡាយនីងប្រទេសចិនឪពុករបស់គាត់ធ្វើការជាអ្នកគ្រប់គ្រងផ្នែកផ្គត់ផ្គង់នៅសាកលវិទ្យាល័យធំមួយអ៊ំរបស់គាត់មានតួនាទីសំខាន់ក្នុងអាជ្ញាធរខេត្តម្ដាយរបស់គាត់ដំណើរការក្រុមហ៊ុនសំណង់មួយ
គ្រួសារនេះត្រូវបានចាត់ទុកថាមានទ្រព្យសម្បត្តិនិងមានឥទ្ធិពលខ្លាំងក្នុងតំបន់ជាគ្រួសារដែលមនុស្សជុំវិញគោរពហើយគាត់ធំឡើងក្នុងបរិយាកាសបែបនេះហ្សាវនូធ្លាប់រស់នៅក្នុងភាពងាយស្រួលតាំងពីកុមារភាពទទួលបានអ្វីដែលគាត់ចង់បានហើយមិនសូវជួបការលំបាកទេចំពោះទំនាក់ទំនងរវាងហ្សាវនូនិងសាន់ដានគ្រួសាររបស់ពួកគេបានស្គាល់គ្នាពីមុនដោយសារឪពុករបស់ពួកគេធ្លាប់ធ្វើការជាមួយគ្នាដោយសារតែហេតុនេះហើយទើបគ្រួសារពួកគេបានជួយរៀបចំឲ្យពួកគេរៀបការជាមួយគ្នានៅខែមេសាឆ្នាំ2008 សាវនូនិងសាន់ដានបានរៀបការយ៉ាងអធិកអធមនៅមជ្ឈមណ្ឌលសន្និបាតក្នុងទីក្រុងផឺតនេះគឺជាអាពាហ៍ពិពាហ៍លើកទី2របស់សាវនូជីវិតគូដំបូងៗរបស់ពួកគេមានពេលវេលាដែលមានសុភមង្គលដូចគូស្វាមីភរិយាទូទៅអ្នកជិតខាងជាញឹកញាប់ឃើញពួកគេចេញដើរលេងជាមួយសត្វឆ្កែឬបើកឡានទំនើបនៅថ្ងៃចុងសប្តាហ៍មើលទៅពួកគេជាគូស្នេហ៍ដែលសមគ្នានិងស្រស់ស្អាតជីវិតរបស់ពួកគេនៅទីនោះមានភាពងាយស្រួលនិងសេរីគាត់ចូលចិត្តជ្រមុជទឹកនិងចាប់ត្រីជាញឹកញាប់គាត់មានអចលនទ្រព្យ3កន្លែងនៅអូស្ត្រាលីដែលមានតម្លៃសរុបលើស 1.5 លានដុល្លារហើយក៏មានឡាន Mercedes មួយផងដែរលើសពីនេះគាត់ក៏ជាម្ចាស់ក្រុមហ៊ុន2ដែលធ្វើអាជីវកម្មនាំចេញនិងនាំចូលប៉ុន្តែមានចំណុចមួយគួរឲ្យចាប់អារម្មណ៍គឺទោះបីជាមានទ្រព្យសម្បត្តិច្រើននិងមានអាជីវកម្មក៏ដោយការងារដែលគាត់បានចុះបញ្ជីជាផ្លូវការគឺគ្រាន់តែជាការងារជាបុគ្គលិកសន្តិសុខក្រៅម៉ោងតែប៉ុណ្ណោះការងាររបស់គាត់គឺដើរជុំវិញតំបន់ជាមួយឆ្កែដើម្បីត្រួតពិនិត្យសុវត្ថិភាពបុរសម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនប៉ុន្តែធ្វើការងារសាមញ្ញបែបនេះវាធ្វើឲ្យមនុស្សជាច្រើនមានការសង្ស័យតាមការស៊ើបអង្កេតប៉ូលីសបានរកឃើញថាសាវនូត្រូវបានសង្ស័យថាបានដំណើរការកន្លែងម៉ាស្សាមួយនៅតំបន់ Inglewood ជិតទីក្រុងផឺតកន្លែងនេះផ្ដល់សេវាដែលមានលក្ខណៈពិសេសហើយបុគ្គលិកភាគច្រើនជាស្ត្រីជនជាតិអាស៊ីតាមកំណត់ត្រាហ្សាវនូបានទៅកន្លែងនេះជាញឹកញាប់ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកគ្រប់គ្រងនៅពេលប៉ូលីសទៅសួរអ្នកគ្រប់គ្រងនាងបាននិយាយថាហ្សាវនូជាមនុស្សល្អហើយក៏បានបន្ថែមថាប្រពន្ធរបស់គាត់សាន់ដានក៏ជាមិត្តល្អរបស់ខ្ញុំដែរបន្ទាប់ពីកូនស្រីរបស់ពួកគេកើតបញ្ហារវាងប្តីប្រពន្ធកាន់តែច្រើនឡើងហើយវាក៏ក្លាយជាមូលហេតុដែលពួកគេឆ្លោះគ្នាជាញឹកញាប់ហ្សាវនូនិងសាន់ដានមានគំនិតខុសគ្នាខ្លាំងអំពីការចិញ្ចឹមកូនម្នាក់ជឿថាគំនិតខ្លួនត្រឹមត្រូវហើយមិនព្រមបោះបង់ទស្សនៈរបស់ខ្លួនសូម្បីតែរឿងតូចតាចក៏អាចក្លាយជាមូលហេតុនៃការឆ្លោះបានដែរស្ថានភាពកាន់តែស្មុគស្មាញនៅពេលម្ដាយរបស់ហ្សាវនូមករស់នៅជាមួយពួកគេគាត់មកពីប្រទេសចិនដើម្បីជួយមើលថែចៅប៉ុន្តែការមកដល់របស់គាត់បានធ្វើឲ្យបញ្ហាកាន់តែច្រើនឡើងគាត់តែងតែគាំទ្រកូនប្រុសខ្លួនហើយជាញឹកញាប់និយាយពាក្យប៉ះពាល់ចិត្តនិងរិះគន់កូនប្រសាររបស់គាត់ក្នុងភ្នែករបស់គាត់សាន់ដានហាក់ដូចជាធ្វើអ្វីមិនបានត្រឹមត្រូវទេទាំងការមើលថែកូននិងការរស់នៅជាមួយប្តីចំណែកសាន់ដានក៏មិនមែនជាមនុស្សងាយទ្រាំដែរនាងធំឡើងក្នុងគ្រួសារដែលមើលថែល្អហើយមិនធ្លាប់ទ្រាំនឹងការរិះគន់យ៉ាងនេះពីមុនមកឡើយពេលជួបនឹងការរិះគន់នាងមិនអាចនៅស្ងៀមទេហើយក៏បានតបតវិញដោយសារតែបែបនេះហើយគ្រួសារនេះមិនត្រឹមតែមានបញ្ហារវាងប្តីប្រពន្ធទេថែមទាំងមានបញ្ហារវាងម្ដាយក្មេកនិងកូនប្រសារថែមទៀតផងហើយបរិយាកាសក្នុងផ្ទះតែងតែតានតឹងថ្ងៃមួយបញ្ហាបានឡើងដល់កម្រិតកំពូលនៅពេលម្ដាយក្មេកនិងកូនប្រសារឆ្លោះគ្នាអំពីការមើលថែកូនម្ដងទៀតពួកគេបាននិយាយគ្នាខ្លាំងៗហើយបញ្ហាបានធ្វើឲ្យមានការប៉ះទង្គិចគ្នាពេលសាវនូដឹងរឿងនេះគាត់មិនបានព្យាយាមបន្ធូរបញ្ហាទេប៉ុន្តែផ្ទុយទៅវិញគាត់ខឹងខ្លាំងហើយដាក់កំហុសទាំងអស់លើប្រពន្ធរបស់គាត់គិតថាសាន់ដានមិនគួរធ្វើអ្វីបែបនោះចំពោះម្ដាយរបស់គាត់ទេចាប់តាំងពីពេលនោះការមិនពេញចិត្តរបស់សាវនូចំពោះសាន់ដានបានកើតឡើងបន្តិចម្ដងនៅខែមេសាឆ្នាំ2010ពេលដែលសាន់ដានមិនអាចទ្រាំទៀតបាននាងបានសម្រេចបញ្ចប់អាពាហ៍ពិពាហ៍នេះដោយដាក់ពាក្យសំឡេងលះនៅតុលាការក្នុងទីក្រុងផឺតបន្ទាប់ពីទទួលពាក្យសំឡេងលះនេះហើយតុលាការបានអនុម័តនីតិវិធីតាមច្បាប់ព្រមទាំងការផ្អាកការប្រើប្រាស់ទ្រព្យសម្បត្តិរបស់សាវនូនៅអូស្ត្រាលីតាមច្បាប់ទ្រព្យសម្បត្តិទាំងនោះត្រូវបានផ្អាកមិនអនុញ្ញាតឲ្យប្រើប្រាស់រហូតដល់ភាគីទាំងពីរបញ្ចប់ដំណើរការលែងលះនិងការបែងចែកទ្រព្យសម្បត្តិរួចរាល់នេះមានន័យថាគណៈពេលរងចាំសាលក្រមតុលាការសាវនូមិនអាចប្រើប្រាស់ទ្រព្យសម្បត្តិដ៏ច្រើនរបស់ខ្លួនបានទេបន្ទាប់ពីដាក់ពាក្យលែងលះសាន់ដានមិនចង់រស់នៅជាមួយប្តីទៀតឡើយនាងបានរៀបចំរបស់របរយកកូនស្រីតូចរបស់នាងហើយចាកចេញពីផ្ទះធំស្អាតនោះទៅរស់នៅក្នុងផ្ទះជួលតូចមួយនៅតំបន់បាល់ហ្កាវិញប៉ុន្មានថ្ងៃក្រោយពេលចូលរស់នៅកន្លែងថ្មីតាមការណែនាំរបស់មេធាវីសាន់ដានបានចាប់ផ្ដើមប្រមូលភស្តុតាងអំពីអ្វីដែលអាចជាកំហុសរបស់សាវនូក្នុងអំឡុងពេលអាពាហ៍ពិពាហ៍នាងសង្ឃឹមថាភស្តុតាងទាំងនេះនឹងជួយនាងដើម្បីទទួលបានសិទ្ធិមើលថែកូននិងចំណែកទ្រព្យសម្បត្តិច្រើនជាងមុន
ប៉ុន្តែហ្សែវនោះបានដឹងថាសាន់ដានកំពុងប្រមូលភស្តុតាងប្រឆាំងគាត់ព័ត៌មាននេះធ្វើឲ្យគាត់ខឹងនិងភ័យខ្លាំងហ្សែវនោះដឹងច្បាស់អំពីអ្វីដែលខ្លួនបានធ្វើកន្លងមកប្រសិនបើសាន់ដានបន្តស៊ើបអង្កេតអ្វីដែលគាត់លាក់បាំងអាចត្រូវបានបង្ហាញចេញគាត់ចាប់ផ្ដើមគិតថាប្រសិនបើស្ថានភាពបន្តបែបនេះគាត់អាចបាត់បង់ទាំងប្រពន្ធកូននិងទ្រព្យសម្បត្តិមួយផ្នែកធំផងដែរអារម្មណ៍មិនពេញចិត្តនឹងខឹងសម្បាររបស់ហ្សែវនោះចំពោះសាន់ដានក៏កាន់តែខ្លាំងឡើងដំណើរការលែងលះបានអូសបន្លាយជាយូរនឹងការឆ្លោះគ្នាជាបន្តបន្ទាប់ធ្វើឲ្យសាន់ដានមានអារម្មណ៍អស់កម្លាំងនិងតានតឹងនាងមានអារម្មណ៍ថាមានអ្វីមួយមិនល្អកំពុងកើតឡើងទោះមិនច្បាស់ក៏ដោយដើម្បីបន្ធូរភាពតានតឹងនិងសង្ឃឹមថាស្ថានភាពនឹងស្ងប់ស្ងាត់ឡើងវិញសាន់ដានបានសម្រេចយកកូនស្រីត្រឡប់ទៅប្រទេសចិនជាបណ្ដោះអាសន្នប៉ុន្តែអ្វីដែលនាងមិនបានរំពឹងក៏កើតឡើងគឺថ្ងៃមួយខណៈពេលនៅប្រទេសចិនកូនស្រីតូចរបស់នាងបានបាត់ខ្លួនភ្លាមៗនៅក្នុងតំបន់លំនៅឋានដែលគ្មានដានសាន់ដានមានអារម្មណ៍ភ័យស្លន់ស្លោយ៉ាងខ្លាំងនាងបានតាក់ទងទៅស្ថានទូតអូស្ត្រាលីនិងក្រសួងការបរទេសដើម្បីស្នើសុំជំនួយបន្ទាប់ពីការស៊ើបអង្កេតគេរកឃើញថាកូនស្រីរបស់នាងមិនត្រូវបានចាប់ដោយមនុស្សចម្លែកទេប៉ុន្តែត្រូវបានយកត្រឡប់ទៅទីក្រុងពឺតដោយគ្រួសាររបស់ប្តីនាងនៅពេលនោះកូនរបស់នាងកំពុងស្ថិតនៅផ្ទះរបស់ជីដូនខាងឪពុកពេលដឹងរឿងនេះសាន់ដាននាងបានទិញសម្បត្តិយន្តហោះហើយត្រឡប់ទៅអូស្ត្រាលីភ្លាមៗដើម្បីជួបកូនស្រីវិញព្រឹត្តិការណ៍ជាបន្តបន្ទាប់នេះបានធ្វើឲ្យប៉ូលីសនៅពឺតមានមូលហេតុសង្ស័យកាន់តែខ្លាំងឡើងគ្រួសាររបស់ប្តីនាងបានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយគឺយកចៅស្រីពីប្រទេសចិនមកអូស្ត្រាលីវិញដើម្បីដោះស្រាយបញ្ហាសិទ្ធិមើលថែកូនពួកគេមិនសូវគោរពច្បាប់ឬសីលធម៌ទេហើយត្រៀមធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចគោលបំណងរបស់ខ្លួនក្នុងការស៊ើបអង្កេតបន្ថែមប៉ូលីសក៏បានរកឃើញដំរីសំខាន់មួយនៅថ្ងៃទី24ខែកញ្ញាឆ្នាំ2010ប្រហែលមួយសប្តាហ៍មុនហេតុការណ៍ហ្សែវនូបានដាក់ផ្សាយពាណិជ្ជកម្មការងារមួយនៅកាសែតភាសាចិនក្នុងទីក្រុងស៊ីដនីឲ្យស្វែងរកអ្នកបើកឡានពីស៊ីដនីទៅពឺតជាមួយប្រាក់ខែគួរឲ្យទាក់ទាញដំបូងវាមើលទៅដូចជាការងារធម្មតាប៉ុន្តែពេលប៉ូលីសពិនិត្យជាមួយកំណត់ត្រាចេញចូលប្រទេសវាបង្ហាញពីអ្វីមួយចម្លែកតាមកំណត់ត្រាហ្សែវនូបានចាកចេញពីប្រទេសអូស្ត្រាលីត្រឡប់ទៅចិននៅថ្ងៃទី10ខែកញ្ញាដើម្បីទៅជួបគ្រួសារប្រសិនបើគាត់នៅប្រទេសចិនហេតុអ្វីបានជាគាត់ត្រូវការជួលអ្នកបើកឡានពីស៊ីដនីទៅពឺតគាត់ជួលអ្នកបើកឡានឲ្យអ្នកណានិងសម្រាប់គោលបំណងអ្វីតែផ្អែកលើដំរីនេះប៉ូលីសបានបដូរទិសដៅស៊ើបអង្កេតពួកគេចាប់ផ្ដើមពិនិត្យផ្លូវ highway ដែលភ្ជាប់ស៊ីដនីទៅពឺតផ្លូវនេះវែងប្រហែលជា2500គីឡូម៉ែត្រឆ្លងកាត់ទូទាំងទ្វីបអូស្ត្រាលីពីខាងកើតទៅខាងលិចបើកឡានជាប់គ្នាក៏ត្រូវចំណាយពេលយ៉ាងហោចណាស់2ថ្ងៃ2យប់ដែរផ្លូវនេះឆ្លងកាត់តំបន់វាលខ្សាច់ដែលច្រយ៉ាលនិងពិបាកខ្លាំងប៉ូលីសបានពិនិត្យរបាយការណ៍យានយន្តទាំងអស់ដែលត្រូវបានកត់ត្រានៅលើផ្លូវនេះក្នុងខែកញ្ញាបន្ទាប់មកពួកគេក៏បានរកឃើញរូបថតមួយគួរឲ្យចាប់អារម្មណ៍ខ្លាំងតាមកំណត់ត្រានៅយប់ថ្ងៃទី30ខែកញ្ញាប៉ុន្មានម៉ោងបន្ទាប់ពីហេតុការណ៍កើតឡើងនៅពឺតមន្ត្រីប៉ូលីសម្នាក់កំពុងបំពេញការងារនៅតំបន់ Nullarbor Plain តំបន់នេះស្ថិតនៅព្រំដែនរវាង South Australia និង Western Australia ហើយជាតំបន់ស្ងាត់ខ្លាំងស្ទើរតែគ្មានមនុស្សរស់នៅអ្នកណាចង់ឆ្លងកាត់តំបន់នេះត្រូវតែត្រៀមអាហារនិងទឹកគ្រប់គ្រាន់ព្រោះអាចធ្វើដំណើរឆ្ងាយដោយមិនឃើញមនុស្សឬស្ថានីយ៍ប្រេងទេក្នុងពេលបំពេញភារកិច្ចមន្ត្រីនោះបានឃើញឡានមួយកំពុងបើកបរលើផ្លូវនោះអ្វីដែលគួរឲ្យចម្លែកគឺតាមកំណត់ត្រាឡាននេះបានឆ្លងកាត់ Nullarbor Plain រហូតដល់2ដងក្នុងមួយសប្តាហ៍ម្ដងទៅទិសខាងលិចហើយម្ដងត្រឡប់ទៅទិសខាងកើតវិញបទពិសោធន៍របស់មន្ត្រីនៅទីនេះគិតថាមានអ្វីមួយមិនធម្មតាហេតុអ្វីបានជាឡានមួយត្រូវធ្វើដំណើរឆ្ងាយបែបនេះទៅវិញទៅមកជាច្រើនដងក្នុងរយៈពេលខ្លីបែបនេះដោយមិនស្ទាក់ស្ទើរគាត់ក៏បានសម្រេចឲ្យឡាននោះឈប់ដើម្បីពិនិត្យនៅពេលយប់ដាច់ស្រយាលមន្ត្រីប៉ូលីសក៏បានដើរទៅជិតឡានហើយមើលទៅខាងក្នុងនៅក្នុងឡានមានបុរសជនជាតិអាស៊ី2នាក់អង្គុយស្ងៀមមុខគ្មានអារម្មណ៍បន្ទាប់ពីសុំឯកសារនិងពិនិត្យអត្តសញ្ញាណប៉ូលីសបានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេម្នាក់ជាអ្នកបើកឡានដែលត្រូវបានជួលនិងម្នាក់ទៀតជាអ្នកដំណើរដែលមាននាមត្រកូល UA ការពិនិត្យទាំងអស់មិនបានរកឃើញអ្វីគួរឲ្យសង្ស័យទេហើយឯកសារក៏ត្រឹមត្រូវទាំងអស់ប៉ុន្តែដើម្បីមានកំណត់ត្រាមន្ត្រីបានថតរូបបុរសទាំងពីរមុនអនុញ្ញាតឲ្យបន្តដំណើរសកម្មភាពតូចមួយនេះបានក្លាយជាចំណុចសំខាន់ក្នុងការដោះស្រាយករណីក្រោយមកពេលប៉ូលីសប្រៀបធៀបរូបថតនេះជាមួយម្ចាស់របស់សែវនូពួកគេក៏រកឃើញថាបុរសដែលមាននាមត្រកូល UA និងសែវនូដែលជាប្តីរបស់សាន់ដានមើលទៅស្រដៀងគ្នាខ្លាំងស្ទើរតែអាចនិយាយថាជាមនុស្សតែមួយពេលបន្តពិនិត្យកំណត់ត្រាចេញចូលប្រទេសប៉ូលីសក៏រកឃើញព័ត៌មានសំខាន់មួយទៀតបុរសឈ្មោះ UA នេះបានចូលមកអូស្ត្រាលីនៅថ្ងៃទី23ខែកញ្ញាឆ្នាំ2010
ហើយត្រឡប់ទៅចិនវិញនៅថ្ងៃទី3ខែតុលាឆ្នាំដដែលពេលវេលានេះស្របគ្នាយ៉ាងគួរឲ្យសង្ស័យជាមួយពេលកើតហេតុតាមការសហការរវាងប៉ូលីសចិននិងអូស្ត្រាលីគេបានរកឃើញថា UA គឺជាមិត្តជិតស្និទ្ធរបស់សែវនូហើយក៏ធ្លាប់ជាអ្នកកាន់តំណែង Baseman ក្នុងកម្មវិធីរៀបការរបស់គាត់ផងដែរពេលប្រៀបធៀបរូបថតអត្តសញ្ញាណបុរសទាំងពីរមើលទៅស្រដៀងគ្នាខ្លាំងតាមការស៊ើបអង្កេតរួមគ្នារវាងប៉ូលីសចិននិងអូស្ត្រាលីផែនការរបស់សែវនូត្រូវបានបង្ហាញច្បាស់នៅថ្ងៃទី10ខែកញ្ញាឆ្នាំ2010សែវនូបានប្រើលិខិតឆ្លងដែនអូស្ត្រាលីរបស់ខ្លួនត្រឡប់ទៅប្រទេសចិនទៅលេងគ្រួសារប៉ុន្តែតាមពិតវាជាជំហានដំបូងនៃផែនការរបស់គាត់នៅទីក្រុងសិនយ៉ាងគាត់បានទៅជួបមិត្តជិតស្និទ្ធម្នាក់ដែលមើលទៅរៀងគាត់ហើយបានសុំខ្ចីលិខិតឆ្លងដែនរបស់មិត្តគាត់ដើម្បីប្រើប្រាស់ក្នុងការឆ្លងដែននៅថ្ងៃទី23ខែកញ្ញាសែវនូបានប្រើលិខិតឆ្លងដែនរបស់មិត្តគាត់ដើម្បីចេញពីប្រទេសចិនហើយហោះទៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីដូច្នេះតាមកំណត់ត្រាផ្លូវការសែវនូនៅតែស្ថិតនៅចិនខណៈដែលអ្នកដែលចូលអូស្ត្រាលីគឺជាមនុស្សម្នាក់ទៀតនៅថ្ងៃទី24ខែកញ្ញាបន្ទាប់ពីមកដល់ស៊ីដនីគាត់ក៏បានដាក់ផ្សាយពាណិជ្ជកម្មស្វែងរកអ្នកបើកឡានពីស៊ីដនីទៅពឺតដែលជាចម្ងាយប្រហែលជា2500គីឡូម៉ែត្រឆ្លងកាត់ទូទាំងអូស្ត្រាលីបន្ទាប់ពីរកបានអ្នកបើកបរសមរម្យហើយពួកគេបានចេញដំណើរទៅពឺតនៅថ្ងៃទី28ខែកញ្ញាសែវនូបានទៅដល់ទីក្រុងពឺតហើយចាប់ផ្ដើមរៀបចំឧបករណ៍ដែលគាត់មានដូចជាឧបករណ៍បាញ់កាំបិតនិងឧបករណ៍ផ្សេងៗអ្វីៗត្រូវបានរៀបចំរួចស្រេចហើយលើសពីនេះគាត់បានប្រើអត្តសញ្ញាណคล้ายៗដើម្បីទិញឡានមួយគ្រឿងម៉ាក Magna ពណ៌សដែលត្រូវប្រើសម្រាប់តាមដាននិងរៀបចំផែនការនៅជិតជនរងគ្រោះនៅថ្ងៃទី30ខែកញ្ញាថ្ងៃដែលហេតុការណ៍កើតឡើងសែវនូបានបិទបាំងខ្លួនដោយពាក់សក់คล้ายៗវែងហើយយកឧបករណ៍ដែលគាត់បានរៀបចំរួចបើកឡានទៅលាក់ខ្លួននៅជិតអគារដែលប្រពន្ធរបស់គាត់កំពុងរស់នៅគាត់រងចាំយ៉ាងអត់ធ្មត់នៅល្ងាចម៉ោងប្រហែលជា 7:30 នាទីពេលសិនដាននិងម្ដាយរបស់នាងមកដល់គាត់ក៏បានចាប់ផ្ដើមធ្វើសកម្មភាពបន្ទាប់ពីហេតុការណ៍កើតឡើងគាត់បានទុកឡាននៅកន្លែងនោះហើយចូលឡានជាមួយអ្នកបើកឡានដែលបានជួលទុកមុនរួចបើកឡានទៅទីក្រុងស៊ីដនីពេញមួយយប់នៅថ្ងៃទី3ខែតុលាសែវនូបានប្រើលិខិតឆ្លងដែនរបស់មិត្តឈ្មោះ UA ដើម្បីឡើងយន្តហោះចេញពីអូស្ត្រាលីត្រឡប់ទៅប្រទេសចិនវិញមកដល់ពេលនេះផែនការដែលគិតថាល្អឥតខ្ចោះរបស់គាត់បានបញ្ចប់បើមិនមានមន្ត្រីប៉ូលីសម្នាក់ដែលមានការស៊ើបអង្កេតល្អទេករណីនេះអាចនឹងមិនត្រូវបានដោះស្រាយឡើយនៅថ្ងៃកើតហេតុម្ដាយរបស់សែវនូបានយកចៅស្រីគីគីទៅផ្ទះរបស់គាត់ដំបូងវាមើលទៅដូចជារឿងធម្មតាដែលជីដូនថែចៅប៉ុន្តែពេលពិនិត្យឲ្យលម្អិតវាមានន័យផ្សេងពេលប៉ូលីសទៅសួរគាត់បាននិយាយយ៉ាងស្ងប់ស្ងាត់ថាកូនប្រុសរបស់គាត់បានត្រឡប់ទៅចិននៅថ្ងៃទី11ខែកញ្ញាហើយមិនបានត្រឡប់មកវិញទេដល់ពេលកើតហេតុគាត់នៅចិនអស់ជាង2សប្តាហ៍ហើយគាត់ក៏និយាយថាគាត់បានតាក់ទងកូនប្រុសចុងក្រោយនៅចុងខែកញ្ញាតាមទូរស័ព្ទហើយក្នុងអំឡុងពេលដែលគាត់មើលថែចៅគាត់មិនបានចេញក្រៅផ្ទះហើយក៏គ្មាននរណាមកលេងដែរប៉ុន្តែភស្តុតាង Digital បានបង្ហាញការពិតផ្សេងប៉ូលីសបានរកឃើញថានៅក្នុងកុំព្យូទ័រនៅផ្ទះរបស់គាត់ពីថ្ងៃមុនហេតុការណ៍មានការចូលប្រើគណនីហ្គេមរបស់សែវនូលើសពីនេះកាមេរ៉ាសុវត្ថិភាពនៅជិតផ្ទះធំបានបង្ហាញស្រមោលរបស់សែវនូនៅព្រឹកថ្ងៃទី29ខែកញ្ញានេះបញ្ជាក់ថាបន្ទាប់ពីមកដល់ពឺតនៅថ្ងៃទី28គាត់មិនបានទៅស្នាក់នៅសន្តាគារទេប៉ុន្តែបានលាក់ខ្លួននៅផ្ទះម្ដាយរបស់គាត់ដើម្បីរៀបចំផែនការអ្វីដែលធ្វើឲ្យគ្រប់គ្នាភ័យខ្លាចខ្លាំងគឺការចូលរួមរបស់ម្ដាយគាត់មិនត្រឹមតែដឹងអំពីផែនការកូនប្រុសជាមុនទេប៉ុន្តែថែមទាំងជួយកូនរបស់គាត់ផងដែរការយកចៅស្រីទៅផ្ទះនៅថ្ងៃកើតហេតុមិនមែនជាការចៃដន្យទេប៉ុន្តែជាផ្នែកមួយនៃផែនការដើម្បីកុំឲ្យក្មេងនៅកន្លែងកើតហេតុបន្ទាប់ពីហេតុការណ៍គាត់ក៏បានបន្តជួយបិទបាំងការពិតដែលផ្ដល់ព័ត៌មានមិនពិតដល់ប៉ូលីសនិងព្យាយាមបំភាន់ការស៊ើបអង្កេត6ឆ្នាំបន្ទាប់ពីហេតុការណ៍សម្លាប់នៅឆ្នាំ2016ច្បាប់បានចាប់ផ្ដើមដោះស្រាយលើម្ដាយរបស់សែវនូគាត់ត្រូវបានចោទប្រកាន់ពីបទផ្ដល់ព័ត៌មានមិនពិតនិងការជួយលាក់បាំងជនសង្ស័យហើយត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានពឺតខណៈកំពុងរៀបចំចាក់ចេញពីអូស្ត្រាលីទោះបីប៉ូលីសអូស្ត្រាលីបានបញ្ជាក់ថាសែវនូជាអ្នកបង្កហេតុសម្លាប់សិនដាននិងម្ដាយរបស់នាងក៏ដោយក៏អូស្ត្រាលីនិងចិនមិនមានកិច្ចព្រមព្រៀងបញ្ជូនជនសង្ស័យត្រឡប់ទៅប្រទេសទេដូច្នេះអាជ្ញាធរអូស្ត្រាលីមិនអាចចាប់ខ្លួនសែវនូដោយផ្ទាល់បានទេតាមរយៈកិច្ចសហការរវាងក្រសួងការបរទេសនិង Interpol នៅខែមេសាឆ្នាំ2012ប៉ូលីសចិនបានចាប់ខ្លួនសែវនូដោយបានចោទប្រកាន់ពីការប្រើលិខិតឆ្លងដែនរបស់អ្នកផ្សេងដើម្បីចាកចេញពីប្រទេសបន្ទាប់ពីចាប់ខ្លួនគាត់ត្រូវបាននាំទៅសួរចម្លើយប៉ុន្តែពេលសួរចម្លើយគាត់មិនបានឆ្លើយអ្វីទេហើយស្ងៀមស្ងាត់ទាំងស្រុង
គាត់គ្រាន់តែនិយាយរឿងអាពាហ៍ពិពាហ៍ពីរដងរបស់គាត់ដែលមិនសប្បាយចិត្តដូចជាចង់បង្ហាញខ្លួនថាជាជនរងគ្រោះវិញតាមការអះអាងរបស់សែវនូអាពាហ៍ពិពាហ៍របស់គាត់ជាមួយសាន់ដានមានបញ្ហាតាំងពីដំបូងបន្ទាប់ពីរស់នៅជាមួយគ្នាប្រហែល1ឆ្នាំពួកគេចាប់ផ្ដើមមានការខ្វែងគំនិតគ្នាជាញឹកញាប់ការឆ្លោះប្រកែកប្រចាំថ្ងៃនិងការជ្រៀតជ្រែកពីគ្រួសារទាំងពីរធ្វើឲ្យស្ថានភាពកាន់តែអាក្រក់នៅឆ្នាំ2010ពេលសាន់ដានដាក់ពាក្យលែងលះសែវនូបានដឹងថាស្ថានភាពនេះខុសពីអាពាហ៍ពិពាហ៍មុនរបស់គាត់ពេលលែងលះលើកមុនវាបានបញ្ចប់យ៉ាងសាមញ្ញប៉ុន្តែលើកនេះសាន់ដានមិនត្រឹមតែចង់លែងលះទេប៉ុន្តែថែមទាំងប្រមូលភស្តុតាងប្រឆាំងគាត់ដើម្បីដោះស្រាយបញ្ហាសិទ្ធិមើលថែកូននិងការបែងចែកទ្រព្យសម្បត្តិសែវនូមានអារម្មណ៍ខឹងខ្លាំងមិនត្រឹមតែខ្លាចបាត់បង់កូននិងទ្រព្យសម្បត្តិទេប៉ុន្តែអ្វីសំខាន់ជាងគេគឺអារម្មណ៍អាម៉ាស់គាត់មានអារម្មណ៍ថាត្រូវបានគេបង្ខូចកិត្តិយសដោយសារហេតុនេះគាត់ក៏បានសម្រេចចិត្តដោះស្រាយបញ្ហានេះតាមវិធីរបស់ខ្លួនករណីនេះបានអូសបន្លាយអស់ជាច្រើនឆ្នាំប៉ូលីសចិននិងអូស្ត្រាលីបានសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីប្រមូលភស្តុតាងនិងសាងសំណុំរឿងរហូតដល់ខែមករាឆ្នាំ2016បន្ទាប់ពីហេតុការណ៍បានកើតឡើង5ឆ្នាំសែវនូត្រូវបាននាំទៅកាត់ទោសការកាត់ក្តីធ្វើឡើងនៅទីក្រុងសៀងហៃប្រទេសចិនទោះបីគ្មានកិច្ចព្រមព្រៀងបញ្ជូនជនសង្ស័យរវាងចិននិងអូស្ត្រាលីក៏ដោយតែដោយសារជនរងគ្រោះសាន់ដានជាពលរដ្ឋចិនតុលាការចិនមានសិទ្ធិពេញលេញក្នុងការកាត់ទោសបន្ទាប់ពីពិនិត្យភស្តុតាងទាំងអស់និងស្ដាប់ការពន្យល់ពីភាគីពាក់ព័ន្ធតុលាការបានសម្រេចថាសែវនូមានទោសនិងប្រន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតចាហើយនេះគឺជាករណីឃាតកម្មសម្រាប់ថ្ងៃនេះតើបងប្អូនគិតដូចម្តេចដែរអំពីករណីនេះសូមជួយបញ្ចេញមតិយោបល់របស់បងប្អូនខាងក្រោមវីដេអូនេះម្នាក់មួយផងហើយក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយចេតនាក្តីឬអចេតនាក្តីអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ជួបគ្នានៅថ្ងៃស្អែកសូមអរគុណសូមជម្រាបលា